ភាពមួយហ្នឹងតពីវគ្គមុនដែលគេជើញតួស្រីចូលក្នុងឆាតរូមវិញហើយតួស្រីក៏អូខេចូលទៅជាមួយគេបន្ទាប់ពីនិយាយ hello ហើយក៏សួរតួស្រីថារួចរាល់ក្នុងការចូលកន្លែងហ្នឹងនៅបន្ទាប់មកអ្នកត្រូវដឹងអំពីឈាមជុំក្ដុំឆែបយល់ដឹងស្អីគេហើយបន្ទាប់ពីភ្ញាក់ផ្អើលហើយក៏សេទៅសួរអ្នកនឹងបញ្ជាក់ដើម្បីដឹងអំពីឈាមគឺសាមញ្ញទេយ៉ាដោយសារតែដំណើរការដំបូងយកក្រដាសសមួយនៅសរសេរតាមពេកនេះជាមួយនឹងឈាមរបស់អ្នកឈាមនេះគឺញ៉ៃអញ៉ៃពេកអីខ្ញុំត្រូវទៅធ្វើយ៉ាចុះបើខ្ញុំអត់ធ្វើវានឹងមានន័យថាអ្នកមិនទាន់រួចរាល់ក្នុងការចុះនរកស្អីហ្នឹងតើពីឃើញសារហ្នឹងហើយទូស្អីរបស់យើងក៏គិតពីរឿងហ្នឹងចុងក្រោយមានអីទៀតទឹកម្ទេសអាចជួយបានថៃបើខ្ញុំត្រូវធ្វើអញ្ចឹងខ្ញុំនឹងមិនអីទេតោះមើលហើយពាក្យដែលគេឲ្យតួស្រីសេនេះមានដូចតទៅខ្ញុំជាអាហានស្បត់ទទួលយកចូលវាសនាជាអ្នកស្មោះត្រង់ស្លូតត្រង់នៅអ្នកបម្រើដ៏ឧស្សាហ៍របស់បេសាចជជក់ឈាមដ៏អស្ចារ្យនិងអច្ឆរិយៈនៅពេលយប់សរសេរវាគឺជាប្រភេទដែលធ្វើឲ្យខ្ញុំខំហើយមិនក៏ខ្ញុំគិតអំពីគាត់ឥឡូវហ្នឹងហើយបន្ទាប់ពីអសេអស់រយៈពេល2000ឆ្នាំមកក៏ផ្ញើទៅឲ្យគេហើយអ្នកចង់អានខ្លួនឯងទៅវាគួរឲ្យខ្មាស់គេណាហើយបន្ទាប់ពីសេនឲ្យគេហើយក៏ចុចចូលទៅកន្លែង link មួយហ្នឹងដើម្បីអាននៅកន្លែងហ្នឹងគេសេហើយកន្លែងហ្នឹងខ្ញុំនិយាយឆានគេគាត់ចង់និយាយថាឲ្យយើងនៅឆ្ងាយពីមនុស្សដែលមានស្បែកស្លេកមានចកលនឹងពេកផែពណ៌ភ្នែកពេកដែលឃើញឈាមត្បូងគឺมันអាចត្រូវពលឺព្រះអាទិត្យបានហើយសូមប្រុងប្រយ័ត្ននៅពេលដែលជួបពួកគេនៅពេលយប់ទី2ពួកគេមានធម៌ពលពិសេសអាចធ្វើឲ្យអ្នករំរើខ្លួនទៅខ្លួនឯងបានទី3ពួកគេមានស្នាមខាំនៅលើដងខ្លួននោះបញ្ជាក់ថាពួកគេបានខ្លាចជាបិសាចហើយចុងក្រោយបើអ្នកជួបអ្នកដែលអាចបដូរពណ៌ភ្នែកបានចេញជាពណ៌លឿងបានទោះជាមានរឿងអីក៏ដោយក៏អ្នកត្រូវតែចាក់ចេញពីពួកគេនិងជួបអ្នកមានភ្នែកពណ៌លឿងពួកគេនឹងតែងតែមើលមកអ្នកនេះវាអស់ហើយ the fuck អូបន្ទាប់ពីជេរបានមួយម៉ាត់ហើយក៏ដើរទៅទាំងភ្លេចសោហើយក៏ត្រឡប់មកវិញយកសោហើយចេញទៅខើស្អីគេមិនក៏ពួកគេមិនអាចនៅក្រោមពន្លឺព្រះអាទិត្យបានស្នាមខាំមានអីខុសវាគ្រាន់តែពួកគេមើលរឿងច្រើនហើយក៏សរសេរផុសរីឡាហើយខ្ញុំក៏ចំណាយពេលរលុយរបស់ខ្ញុំទៅមើលផុសឈួតចឹងខ្ញុំគួរតែធ្វើការរលុយខ្លះមុនពេលខ្ញុំចាស់ឬបែបនេះមិនចេះតែកើតទៅលើមនុស្សគ្រប់គ្នាទេខ្ញុំត្រូវដោះស្រាយរឿងរបស់ខ្លួនឯងហើយមានអីមួយនៅខោយឡានទស្សនៈអ្នកគ្នាមើលឃើញអត់ទៅឲ្យមានខ្វល់ទេហើយបន្ទាប់ពីទស្សនៈយើងបើកឡានចេញទៅស្មៅហ្នឹងក៏បានបញ្ចេញភ្នែកពណ៌លឿងមកដែរចប់ហើយប៉ុណ្្នឹងមកហើយហេបាយ